កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី46នាព្រឹកថ្ងៃទី20ខែឧសភាឆ្នាំ2025កម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី46នៅខេត្តសៀមរាបក្រោមប្រធានបទ20ឆ្នាំនៃអាត់មែលចក្ខុវិស័យរបស់អាស៊ានសម្រាប់ភាពជាអ្នកដឹកនាំសកលក្នុងភាពធន់នឹងគ្រោះមហន្តរាយដែលកិច្ចប្រជុំនេះធ្វើឡើងចាប់ពីថ្ងៃទី20ដល់ថ្ងៃទី23ខែឧសភាឆ្នាំ2025នេះឯកឧត្តមនាយឧត្តមសេនីយ៍គតិសង្ឃហបណ្ឌិតគុនគីមទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី1បានមានប្រសាសន៍បើកិច្ចប្រជុំនេះថាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានជាលើកដំបូងក្នុងឆ្នាំ2025មានសារៈសំខាន់ណាស់ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយដែលមានកាតព្វកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការនៅគ្រប់ដំណាក់កាលនៃការគ្រប់គ្រងគ្រោះមហន្តរាយគឺការត្រៀមបង្ការការកាត់បន្ថយការត្រៀមរៀបចំការឆ្លើយតបនិងការស្ដារឡើងវិញក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃគ្រោះមហន្តរាយមកលើសហគមន៍និងសេដ្ឋកិច្ចរបស់យើងឯកឧត្តមលើកឡើងបន្តថាដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផលរបស់យើងដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាននិងកំណត់មាគ៌ាសម្រាប់អនាគតទៅលើការអនុម័តលើសេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីអាស៊ានស្តីពី20ឆ្នាំនៃអាត់មែលដែលជាចក្ខុវិស័យរបស់អាស៊ានសម្រាប់ភាពជាអ្នកដឹកនាំសកលក្នុងភាពធន់នឹងគ្រោះមហន្តរាយនិងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយឯកឧត្តមបានបន្ថែមថាយើងក៏កំពុងរៀបចំកសាងកម្មវិធីការងារអាត់មែឆ្នាំ2026ដល់ឆ្នាំ2030ស្របតាមផែនការយុទ្ធសាស្ត្រសមាគមសង្គមវប្បធម៌អាស៊ាននិងចក្ខុវិស័យសមាគមអាស៊ានឆ្នាំ2045ដើម្បីនាំយើងឆ្ពោះទៅកាន់អាស៊ានប្រកបដោយភាពធន់ជាងមុននវានុវត្តន៍និងប្រជាជនជាចំណុចស្នូលឯកឧត្តមបានគូបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសម្របសម្រួលពហុភាគីនិងអភិក្រមអាស៊ានទាំងមូលចំពោះភាពធន់នឹងគ្រោះមហន្តរាយជាពិសេសតាមរយៈវេទិកាភាពធន់នឹងគ្រោះមហន្តរាយអាស៊ានបន្តជំរុញកិច្ចសន្ទនាជាមួយអង្គការក្នុងតំបន់និងអន្តររដ្ឋាភិបាលនានាតាមរយៈកិច្ចសន្ទនាអន្តរតំបន់អាស៊ានស្តីពីភាពធន់នឹងគ្រោះមហន្តរាយនិងចូលរួមយ៉ាងសកម្មជាមួយដៃគូនានារួមទីភ្នាក់ងារអភិវឌ្ឍក្រមភាពជាដៃគូអាត់មែនទីភ្នាក់ងារអង្គការសហប្រជាជាតិចលនាកាកបាទក្រហមនិងអធិចក្រហមអង្គការក្រៅរដ្ឋាភិបាលវិស័យឯកជនស្ថាប័នហិរញ្ញវត្ថុបណ្ឌិតសភាស្ថាប័នអ្នកស្រាវជ្រាវនិងយុវជនក្នុងការលើកកម្ពស់របៀបវារៈនៃភាពធន់រួមរបស់យើងជាមួយគ្នានោះដែរឯកឧត្តមបានកោតសរសើរដល់មជ្ឈមណ្ឌលអាហារសម្រាប់ទូនីតិដ៏សំខាន់របស់ខ្លួនក្នុងកិច្ចសម្របសម្រួលការឆ្លើយតបគ្រោះមហន្តរាយរបស់យើងជាមណ្ឌលអាហារបានបន្តបង្ហាញពីអំណាចនៃសកម្មភាពចូលរួមនិងសាមគ្គីភាពក្នុងតំបន់ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់នឹងបញ្ហាប្រឈមនាពេលអនាគតការគ្រប់គ្រងប្រកបដោយចីរភាពគឺចាំបាច់ណាស់